គោលចរិតដែលមានលេខសម្គាល់ K754 ត្រូវបានរកឃើញដោយលោក Jacques Trouvé ក្នុងខែកុម្ភៈឆ្នាំ1933នៅវត្តកុកខ្ពស់ប៉ុន្តែបើតាមសង្ឃដីការបស់ព្រះសង្ឃដែលគង់នៅវត្តនោះបានឲ្យដឹងថាប្រភពដើមនៃសាលាចរិតនេះគេបានយកមកពីទួលមួយឈ្មោះគោកស្វាយជែកដែលមានចម្ងាយប្រមាណ3គីឡូម៉ែត្រនៅទិសនិរតីនៃវត្តកុកខ្ពស់យោងតាមលោក Succédès សាលាចរិតគោកស្វាយជែកគឺជាសាលាចរិតដែលចាស់ជាភាសាបាលីចាស់ជាងគេនៅក្នុងប្រទេសកម្ពុជាសាលាចរិតនេះមាន2ផ្ទាំងនៅផ្ទាំងកចាស់ជាភាសាបាលីមាន20បន្ទាត់និងនៅផ្ទាំងខមាន31បន្ទាត់ចាស់ជាភាសាខ្មែរអត្ថន័យនៅក្នុងអត្ថបទភាសាខ្មែរនិងភាសាបាលីនិយាយរៀបរាប់ស្ទើរតែដូចគ្នាគ្រាន់តែផ្នែកភាសាខ្មែរមានលក្ខណៈពិស្ដារជាងនិងផ្ដល់ឈ្មោះសរសេរជាទម្រង់ភាសាសំស្ក្រឹតគួរឲ្យកត់សម្គាល់សាលាចរិតបានរៀបរាប់អំពីឈ្មោះព្រះរាជាគឺព្រះបាទកាមរតេញអញស្រីស្រិន្ទ្រវរ្មទេវបានឡើងគ្រងរាជ្យនៅរាជធានីយសោធរនៅឆ្នាំ1296នៃគ្រិស្តសករាជបន្ទាប់មកនៅឆ្នាំ1308នៃគ្រិស្តសករាជព្រះអង្គបានប្រទានភូមិមួយឈ្មោះស្រីស្រិន្ទ្ររតនក្រាមទៅព្រះមហាថេរស្រីស្រិន្ទ្រម៉ៅលីទេវនិងបានត្រាស់បង្គាប់ទៅឧបាសិកាកាមរតេញអញស្រីមាលានីរតនលក្ស្មីឲ្យសាងព្រះវិហារមួយរួចរៀបចំតម្កល់ព្រះពុទ្ធរូបព្រះនាមព្រះពុទ្ធកាមរតេញអញស្រីស្រិន្ទ្រមហាទេវនៅឆ្នាំ1309នៃគ្រិស្តសករាជព្រមទាំងទេយ្យទានផ្សេងៗទៀត